và số stem bốn ngàyនេះមកបង្ហាញខ្លះអំពីប្រេងនៅក្នុងឡានតើមានប្រមាណកន្លែងអញ្ចឹងណាបងប្អូនបាទទី1នេះគឺប្រេងប្រាំងបងប្អូនបាទហើយបន្ទាប់ពីប្រេងប្រាំងយើងទៅមើលប្រេងបូមឆ្កូតបាទហើយប្រេងបូមឆ្កូតដុំកុំព្យូទ័ររបស់វានៅខាងនេះនៅក្រោមតបមកនេះប្រេងបាតបាទអានេះដូចប្រេងបាតម៉ូតូយើងអញ្ចឹងណាបងប្អូនជិះប៉ុន្មានគីឡូត្រូវដូរចេញអញ្ចឹងណាហើយបន្ទាប់មកនេះប្រេងប្រអប់លេខបាទអញ្ចឹងវាមានប្រមាណប្រេងបាទតែត្រូវមើលបន្ទាប់មកយើងត្រូវមើលធុងទឹកបាទច្បាច់ចេញចូលចេះឃើញល្អបងប្អូនបន្ទាប់មកយើងមើលប៊ូស៊ីបាទប៊ូស៊ីបើសិនជាខូចមួយដូរទាំងអស់ទៅបងប្អូនកុំឲ្យវាឆ្លងគ្នាអញ្ចឹងណាហ្នឹងហើយដូរទាំងអស់ទៅវាធូរជាជាងយើងដូរមួយគ្រាប់អញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងមើលប្រេងហើយយើងអញ្ចឹងមើលតម្រងកញ្ច្រែងម៉ាស៊ីនត្រជាក់បាទឬក៏យើងហៅសបុកកម៉ៅណាបងប្អូនបាទនេះក៏ទឹមដូររួចដែរបាទនេះវាសម្រាប់ច្រោះខ្យល់ចេញចូលណាបងប្អូនបាទអញ្ចឹងបង្ហាញខ្លីៗជូនចំណេះដឹងតិចតួចសម្រាប់បងប្អូនយើងដែលកំពុងតែតម្រូវការរកឡានជិះថ្មីដែលកំពុងតែរៀនបើកឡានថ្មីអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណបងប្អូនបាទ